សូមជម្រាបសួរបាទដល់ពុកម៉ែបងប្អូនរបស់យើងបាទនៅក្នុងក្រៅដំណូចបាទសង្កាត់ប្រជាពលរដ្ឋខាងព្រៃស្នៅបាទប្រទេសនេះបាទលោកសុខសមាអភិបាលខាងព្រៃស្នៅបាទបន្តបាទលោកស្រីអស់រយៈពេលជាង2ឆ្នាំហើយដែលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌព្រែកភ្នៅទាំងមូលទទួលបាននូវភាពកក់ក្ដៅមានភាពសប្បាយរីករាយពីសំណាក់មន្ត្រីនៃរដ្ឋបាលខណ្ឌព្រែកភ្នៅដែលលោកតែងតែយកចិត្តទុកដាក់ចង់ដឹងសុខទុក្ខចុះផ្ទាល់បម្រើជូនបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានបណ្ដាភូមិនិងសង្កាត់គ្រប់ពេលវេលាខណ្ឌព្រែកភ្នៅក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញទៅលើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាព្រឹកថ្ងៃអង្គារទី20ខែមករាឆ្នាំ2026នាវេលាម៉ោង 5 ទីភ្លឺក្រោយពីបានទទួលបន្លែពីបងប្អូនសប្បុរសធម៌ភ្លាមលោកថឹមសំអានអភិបាលនៃគណៈអភិបាលខណ្ឌព្រែកភ្នៅរៀបចំចាត់ចែងវិកខ្ចប់ចងជាថង់ដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌធ្វើដំណើរប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋតាមគេហដ្ឋានសូមអញ្ជើញមកទទួលយកបន្លែដែលស្ថិតក្នុងសង្កាត់សំរោងនិងសង្កាត់ពញាពុនដោយឡែកចំពោះលោកតាលោកយាយឬជនក្រីក្រលោកក៏បានបន្ថែមនៅអង្ករថង់ខោសារ៉ុងដើម្បីទុកយកទៅប្រើប្រាស់ផងដែរបន្ទាប់ពីចែកបន្លែជូនដល់បងប្អូនប្រជាពលរដ្ឋរួចមកលោកថឹមសំអានអភិបាលខណ្ឌព្រែកភ្នៅលោកក៏បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យគ្រឿងចាក់ពិភាក្សាគ្នាក្នុងការចុះស្ដារដៃព្រែកភ្នៅដែលកំពុងតែចាប់ផ្ដើមសប្តាហ៍ថ្ងៃនេះស្របពេលជាមួយគ្នានេះដែរលោកក៏ចុះសាកសួរសុខទុក្ខណែនាំដល់បងប្អូនអាជីវករដែលលក់ដូរនៅផ្សារព្រែកភ្នៅស្ដីអំពីសណ្ដាប់ធ្នាប់អនាម័យបរិស្ថានវេចខ្ចប់សម្រាប់ឲ្យបានត្រឹមត្រូវដើម្បីឲ្យតំបន់ផ្សារព្រែកភ្នៅទាំងមូលមានសោភ័ណភាពល្អស្អាតមួយកម្រិតថែមទៀតជាចុងក្រោយនេះលោកថឹមសំអានអភិបាលនៃគណៈអភិបាលខណ្ឌព្រែកភ្នៅព្រមទាំងមន្ត្រីនៃរដ្ឋបាលខណ្ឌលោកសោះថ្លែងអំណរគុណដល់បងប្អូនសប្បុរសធម៌ទាំងអស់ដែលតែងជួយឧបត្ថម្ភដល់រដ្ឋបាលខណ្ឌព្រែកភ្នៅរបស់លោកដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាបន្តផងដែរបាយយ៉ាត់លឿនអាតោះមិនឈរនេះ